នៅថ្ងៃទី27 ខែមីនាឆ្នាំ2025រដ្ឋបាលឃុំយមរាពេនដឹកនាំដោយលោកយិតស៊ីវប្រធានក្រុមប្រឹក្សាឃុំសូមថ្លែងអំណរគុណចំពោះក្រុមគ្រួសារលោកតាអុកភឿនលោកយាយជុំឌីព្រមទាំងកូនចៅបានជួយឧបត្ថម្ភថវិកាចំនួន$250សម្រាប់ជួយទៅលើមេរុ$200និងការចំណាយផ្សេងៗចំនួន$50ទៅដល់គ្រួសារនៃសពលោកវុនចម្រើនដែលបានទទួលមរណភាពកាលពីថ្ងៃទី27ខែមីនាឆ្នាំ2025នៅក្នុងមូលដ្ឋានភូមិពន្លឺឃុំជំរះពេនស្រុកសំរោងខេត្តតាកែវជាមួយគ្នានេះដែររដ្ឋបាលឃុំក៏បានជួយឧបត្ថម្ភប្រឡងមួយប្រដាប់អង្ករចំនួន25គីឡូក្រាមសម្រាប់ចាត់ចែងក្នុងកម្មវិធីបុណ្យរដ្ឋបាលឃុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសារលោកតាអុកភឿនលោកយាយជុំឌីព្រមទាំងកូនចៅទទួលបាននូវសុខភាពល្អនិងទទួលបានពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីឃ្លៀងឃ្លានឡើយសូមអរគុណ